ពុទ្ធបរិស័ទយើងបានឱកាសអំពីបុណ្យកុសលនេះធ្វើឲ្យណានៃនឹងជឿជាក់គឺនៅលើបុណ្យគឺថាអត់មានបុណ្យអត់បាននៅរស់នឹងអត់បានកើតជាមនុស្សកើតហើយអត់បាននៅរស់អត់មានបុណ្យស្អីក៏គ្មានបានទទួលទានដែរវិសាអីមួយម៉ាត់នេះគឺសិតតែដោយសារបុណ្យឧបត្ថម្ភទាំងអស់មានផ្ទះនៅឃើញរូបល្អឮសំឡេងធំក្លិនដឹងរស់ដឹងផាត់ថាពៈល្អរាល់ថ្ងៃហ្នឹងគឺដោយសារបុណ្យទាំងអស់អានឹងយើងមកសិក្សាព្រះអភិធម្មផ្ទៀងផ្ទាត់នៅមើលទៅហ្នឹងឯងអត់មានបុណ្យតែយើងមានអីបរិភោគមានណានាញញរីករាយស្រស់បោះនិយាយល្អដាក់យើងស្អីទាំងអស់ហ្នឹងកុសលវិបាកដោយការឃើញរូបឬសំឡេងធំក្លិនដឹងរស់ដឹងផាត់ថាពៈនេះបានមโนទ្វារវិថីចិត្តដឹងរឿងនេះវាត្រូវតពីបញ្ញវិញ្ញាណហើយបញ្ញវិញ្ញាណកើតជាប់តគ្នាប៉ុណ្ណាទៅដែលជាវិបាករបស់កម្មហើយនោះយើងដោយច្រើនកុសលវិបាកនេះហ្នឹងឯងអត់បុណ្យអត់រស់អីណាអត់បុណ្យអត់មានអីទូទានណាអត់បានអ្វីដែលជាអារម្មណ៍ល្អទេហ្នឹងឯងអញ្ចឹងយើងថាផ្ញើជីវិតនៅលើបុណ្យនឹងហ្មងណាហ្នឹងហើយបុណ្យរបស់យើងហ្នឹងជាសមាកដិតទាដោយពិតទៅទៀតណាប្រាថ្នាវិវត្តដាក់នេះហ្នឹងហើយត្រឹមត្រូវមែនទេណាឃើញណាហ្នឹងហើយមកអំពីសត្វលោកមានទុក្ខដូច្នេះអ្វីដែលចាំបាច់ត្រូវប្រាថ្នាគឺការរួចផុតចាកទុក្ខឃើញត្រឹមត្រូវទេវិវត្តដាក់នឹងឯងចាំប្រាថ្នាឲ្យអស់ទុក្ខប៉ុន្តែដល់ទៅយើងអត់បានកំណត់ដឹងទុក្ខហ្នឹងទៅជាប្រាថ្នាដោះស្រាយសេចក្តីទុក្ខហ្នឹងតែអំពីរឿងសេចក្តីសុខណាតាកតួងទៅនឹងការសោយអារម្មណ៍ដល់អញ្ចឹងទៅវេទនាបច្ចយាតណ្ហាវាមានដោះស្រាយសេចក្តីទុក្ខនឹងបានទេណាសោយអារម្មណ៍ទៅដោយអាសាទៈសុខសោមនស្សទៅតណ្ហាត្រូវការប្រាថ្នាណានៃអញ្ចឹងទៅវាខុសអំពីមូលហេតុដែលនាំឲ្យយើងប្រាថ្នាហ្នឹងណាមូលហេតុវាស្រង់ទុក្ខមិនក៏មិនប្រាថ្នាឲ្យអស់ទុក្ខហ្នឹងឯងទៅជាគ្រាន់តែដូចថាថ្នាំបំបត្តិការឈឺចាប់ទៅប៉ុណ្ណឹងរហូតដល់ទៅជាថ្នាំញៀនគ្រឿងញៀនទៅអត់រត់ថ្នាំឲ្យជារោគអាហ្នឹងប្រៀបអញ្ចឹងយើងងាយយល់ហើយណាហ្នឹងរំលឹកថែមទៀតដើម្បីថាអូទៅធัวសំដែងរហូតមកហ្នឹងឯងសម្មាបដិបទាប្រាថ្នាវិវត្តដាក់ត្រឹមត្រូវត្រង់ឲ្យថាមកអំពីសត្វលោកមានទុក្ខបានជាត្រូវការរស់សុខហើយសុខហ្នឹងគឺការមិនមានទុក្ខហ្នឹងឯងចឹងមានសុខអីជាកំពូលទៅទៀតហ្នឹងឯងអស់ទុក្ខហ្នឹងទៅវាមានចាំបាច់ត្រូវការអីសម្បត្តិមនុស្សសម្បត្តិទេវតាអីទាំងអស់ហ្នឹងមកពីមានទុក្ខមកពីមានអត្តភាពហ្នឹងបានជាត្រូវការសេចក្តីសុខក្នុងភពហ្នឹងហ្នឹងឯងអញ្ចឹងការអស់ទៅនៃវត្តដាក់ហ្នឹងមាន